ជំរាបសួរបងប្អូននៅក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនពីរបៀបដែលយើងទិញ license ក៏ដូចជាយក license មកដាក់នៅក្នុង tool Snapkey ណាអញ្ចឹងនៅពេលដែលបងប្អូនតឡើង tool ដំបូងមកគឺបងប្អូនចេញពាក្យថា no license អញ្ចឹងបងប្អូនដំណើរការអត់កើទេបងប្អូនចុចកន្លែងលើពាក្យថា no license នេះមកវានឹងចេញផ្ទាំងឲ្យបងប្អូនដាក់ license key មួយខ្សែហើយក្នុងករណីបងប្អូនអត់ទាន់ទិញ license key ទេខ្ញុំបង្ហាញតិចបងប្អូនចុចទៅលើកន្លែង logo របស់ Snapkey នេះចុចកន្លែងនេះមកវានឹងបើកបងប្អូនទៅកាន់ website របស់កម្មវិធីហើយមកដល់កន្លែងនេះបងប្អូនអូសមកក្រោមបន្តិចបងប្អូនយកពាក្យថា buy license អញ្ចឹងបងប្អូនអាចទិញខ្លួនឯងនៅលើ website បានដោយមិនចាំបាច់តាក់ទងមកក្រុមការងារយើងក៏បានឬក៏បងប្អូនតាក់ទងមកក្រុមការងារឲ្យគាត់បង្កើត key ឲ្យបងប្អូនមកក៏បានដែរមកដល់កន្លែងនេះគឺបងប្អូនទៅរើសតាមកញ្ចប់ដែលបងប្អូនចង់ទិញក្នុងករណីបងប្អូនតេស្តដំបូងនេះគឺនៅកំឡុងពេលដែលខ្ញុំថតវីដេអូនេះគឺយើងមាន trail $1បងប្អូនប្រើបាន10ថ្ងៃគឺ$1ប្រើបាន4ប៉ុន្តែយើង free ជូន6ទៀតអញ្ចឹងបងប្អូនអាចប្រើសាកបានរហូតដល់10ថ្ងៃខ្ញុំនឹងសាកទិញកញ្ចប់នេះឲ្យបងប្អូនជាឧទាហរណ៍បងប្អូនធ្វើការចុចលើ buy license មកហើយមកដល់ត្រង់នេះគឺបងប្អូននឹងធ្វើការដាក់ email របស់បងប្អូនណាក្នុងករណីបងប្អូនចង់ឲ្យមានការផ្ញើ license key ទៅ email គឺបងប្អូនដាក់មកបើអត់ទេក៏អីដែរហើយនេះគឺជាកន្លែងដែលយើង extend key ក្នុងករណី key ចាស់របស់យើងវាដាច់អញ្ចឹងយើងយក key ថ្មីមកដាក់ដើម្បីទិញបន្តលើ key ដដែលហ្នឹងប៉ុន្តែក្នុងករណី trail 4ថ្ងៃនេះគឺយើងអត់មានការបន្ត license ទេគឺ license នឹងថ្មីរហូតណាអញ្ចឹងបងប្អូនធ្វើការចុច pay now មកដើម្បីចេញ QR code យើងអាច scan បានមកដល់ត្រង់នេះគឺបងប្អូនអាច scan លើធនាគាររបស់យើងបានដូចជា ABA, ACLEDA អីអញ្ចឹងទៅគឺយើងអាច scan បានជាប្រភេទ KHQR ជាប្រភេទបាគងទេបងប្អូនមានកុងខ្មែរក៏បាញ់បានកុងអីក៏បាញ់បានដែរណាឲ្យតែយើងអាច scan KHQR បានយើងធ្វើការបង់លុយខ្ញុំនឹងបង់លុយជាឧទាហរណ៍ឲ្យបងប្អូនអញ្ចឹងលើសលេងហ្នឹងបងប្អូនឃើញខ្ញុំបាញ់បានអញ្ចឹងយើងទុកពេលបន្តិចដើម្បីឲ្យ website បញ្ជាក់ថាការបង់លុយរបស់យើងគឺបានជោគជ័យហើយវានឹងបង្កើត license key មកឲ្យយើងបន្ទាប់ពីវាធ្វើការ verify បញ្ជាក់ថាយើងបានបង់លុយជោគជ័យហើយវានឹងបង្កើត license key ឲ្យយើងនេះគឺជា license key បងប្អូនដាក់ email វានឹងផ្ញើ email ទៅដែរអញ្ចឹង license key នេះបងប្អូន copy ទាំងអស់មកហ្នឹងហើយបងប្អូនមើលថ្ងៃបញ្ជាក់ផងថាទិញកញ្ចប់របស់យើងនឹងគឺជោគជ័យអត់អញ្ចឹងខ្ញុំកំពុងថតនេះគឺថ្ងៃទី5អញ្ចឹងយើងសល់16ថ្ងៃគឺ10ថ្ងៃនឹងឯងសម្រាប់ trail ឥឡូវណាអញ្ចឹងបងប្អូនទិញថ្ងៃក្រោយ trail របស់យើងអាចនឹងដក promotion 6ថ្ងៃចេញអញ្ចឹងបងប្អូនសល់តែ4ថ្ងៃសម្រាប់សារទេអញ្ចឹងយើងបាន key នឹងមកយើងចុចទាំងអស់ហើយយើងចុច control C ទៅដើម្បី copy ហើយយើងយកមកដាក់នៅលើ license tool របស់យើងតែមុននឹងធ្វើការចុចហ្នឹងគឺបងប្អូនឆែកទៅលើ time zone របស់ computer សិនបងប្អូនចុច start ហើយបងប្អូនមើលកន្លែង time and date setting មកដល់ត្រង់នេះបងប្អូនមើលកន្លែងនេះថា time zone របស់យើងបាំងកឬក៏អត់ហើយបងប្អូនជាពិសេសបងប្អូនទៅចុច see now ដើម្បីឲ្យម៉ោងរបស់យើងនេះអាម៉ោងរបស់យើងថ្ងៃខែរបស់យើងគឺត្រូវទៅតាមអ៊ីនធឺណិតអញ្ចឹងវាស្រួល verify ណាយើងចុច apply license មកនេះវាចេញមកឲ្យថា license របស់យើងគឺសល់9ថ្ងៃដោយសារវាចាប់ផ្ដើមប្រើពីថ្ងៃនេះទៅហើយអញ្ចឹងយើងដាច់ថ្ងៃទី16ខែ6ឆ្នាំ2025ហើយវា recommend ឲ្យយើង restart គឺ restart កម្មវិធីនឹងឯងអញ្ចឹងយើងនឹងធ្វើការ restart កម្មវិធីអញ្ចឹងកម្មវិធីនឹងធ្វើការបើកឡើងមកហើយវានឹងធ្វើការ check license អញ្ចឹងវាបញ្ជាក់ឲ្យថា license យើងសល់9ថ្ងៃទេហើយវាបញ្ជាក់កន្លែងនេះថា license 9ថ្ងៃ expire ថ្ងៃណាអញ្ចឹងទៅអញ្ចឹង key license នេះគឺយើងអាចប្រើប្រាស់បានយើងអាចធ្វើការបន្តទៅមុខទៀតបានហើយចំពោះ key នេះដែរបងប្អូនជួយទុកយកចិត្តទុកដាក់បន្តិចគេលោវាបាត់បើសិនជាបាត់ខាងក្រុមការងារគឺអត់ផ្ដល់ជូនឲ្យថ្មីទេលុះត្រាតែបងប្អូនទិញ license ថ្មីអរគុណបងប្អូន